ផងក៏មិនដឹងហើយបើតាមការរៀបរាប់ផាន់ភាគប្រលឹងខ្មោចនោះម៉ែខ្ញុំប្រាប់ថាអាអូននោះការពិតទៅគឺជាអ្នកភូមិផងរបងជាមួយឯងវាឈ្មោះថាផានិតនឹងឯងប្រហែលជាវាជាប់កម្មពីជាមួយឯងហើយមើលទៅព្រោះអីជាអ្នកភូមិផងរបងជាមួយគ្នាទើបវាមកតាមឯងហើយសុំឲ្យឯងនាំវាទៅផ្ទះតែដោយសារតែឪពុកម្ដាយវាគឺជាមនុស្សញៀនស្រានិងញៀនលបែងខ្លាំងទើបវាគ្មានសាច់ញាតិណាធ្វើបន់ឲ្យត្រឹមត្រូវនោះទេតែអាម្នាក់ទៀតដែលជាមិត្តភក្តិរបស់គេហ្នឹងគឺមានក្រុមគ្រួសារធ្វើបន់ឲ្យអញ្ចឹងទើបធ្វើឲ្យវាខ្លាចជាប្រឡឹងនៅតែតោកន្លែងកើតហេតុហ្នឹងតែឯងហើយគ្នានៅសោកសៅហើយសុំឲ្យគេជួយរហូតអញ្ចឹងទៅកាលវានៅរស់វាដើរធ្វើការឲ្យគេជាកូនជាងសំណង់គេរកលុយបានមួយថ្ងៃចាយមួយថ្ងៃនឹងមានមិត្តភ័ក្តិបនភឿនសុទ្ធតែក្មេងស្ទាវអ្នកលេងកបិតកាប់ចាក់ហិតកៅញៀនថ្នាំទាំងអស់នឹងឯងហើយថ្ងៃដែលវាស្លាប់ពុកម៉ែរបស់វាគ្មានលុយធ្វើបនឲ្យដែរកុំតែបានព្រះសង្ឃនៅក្នុងវត្តនឹងតែអាចារ្យមួយចំនួនហ្នឹងគឺចិត្តល្អជួយយកសពវាទៅបូជាកុំអីនឹងសពគ្នាមិនដឹងទៅជាយ៉ាងណាយ៉ាងណីផងបានយកទៅបូជាធម្មតាទេអត់មានធ្វើបនបងស្គរអីទាំងអស់មកអញ្ចឹងហើយបានជាប្រឡឹងគ្នានឹងនៅវល់នៅកន្លែងព្រៃដែលគ្នាស្លាប់នឹងព្រោះគ្មាននរណាទៅធ្វើពិធីនាំប្រឡឹងគ្នាមកផ្ទះវិញទេឬក៏ធ្វើពិធីឲ្យប្រឡឹងគ្នាឆាប់បានទៅចាប់ជាតិថ្មីនឹងគេនឹងឯងម្ដាយខ្ញុំផ្ដាំទៀតថាថ្ងៃមុខថ្ងៃក្រោយបើធ្វើដំណើរពេលយប់រលប់បានជួបនឹងអ្នកណាដែលមិនធ្លាប់ស្គាល់គ្នាទេហាមបបួលគេមកជាមួយដាច់ខាតព្រោះប្រលឹងពួកអមនុស្សមាននៅគ្រប់ទីកន្លែងដែលយើងមើលអត់ឃើញចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានឃើញប្រលឹងខ្មែរអូនម្នាក់នោះបន្តទៀតដែរខ្ញុំក៏មិនដឹងដែរថាវាទៅចាប់ជាតិហើយឬនៅទេប៉ុន្តែរាល់ពេលដែលខ្ញុំបានទៅវត្តឬក៏បានធ្វើបុណ្យអ្វីមួយខ្ញុំតែងតែនឹកក្នុងចិត្តឧទ្ទិសកុសលបុណ្យកុសលនានានឹងឲ្យវាទៅជានិច្ចសង្ឃឹមថាផលបុណ្យទាំងអស់នោះនឹងជួយឲ្យប្រលឹងខ្មែរអនាថាដូចជាអូននោះឆាប់ទៅបានចាប់ជាតិនិងទៅកាន់សុគតិភពផងចុះអូខេបងប្អូនសម្រាប់អ្នកដែលគាត់ធ្លាប់ជួបបញ្ហានានាទាំងអស់ហ្នឹងសង្ឃឹមថាបងប្អូនស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយចាត់ទុកជាបទពិសោធន៍ហើយនឹងស្ដាប់កំសាន្តទៅកុំយកវាគឺជា series problem ជារឿងពិតធ្វើអ្វីកាលពីជាង20ឆ្នាំមុនមានពាក្យចចាមអារ៉ាមលេចលឺនៅតាមភូមិស្រុកតូចធំជាច្រើនថាមានបិសាចនៅក្នុងខ្លួនព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅចេញអុកឡុករកស៊ីបេះដូងថ្លើមប្រមាត់និងពវៀនពូតាំងរបស់អ្នកស្រុកកាលនោះនៅក្នុងភូមិមួយមានស្ត្រីមេម៉ាយម្នាក់ឈ្មោះថាធៀមនឹងឲ្យរឿងហ្នឹងគឺបែកចេញមកពីនារីឈ្មោះធៀមនឹងឯងដែលរស់នៅជាមួយនឹងកូនប្រុសឈ្មោះថាដាំផ្ទះរបស់ពួកគេធ្វើអំពីឈើនិងមានថ្មនៅពីខាងក្រោមដោយផ្ទះខ្មែរទូទៅយើងដែរដែលមានសភាពចាស់ទ្រុឌទ្រោមបន្តិចទៅហើយធៀមប្រកបអាជីពជាអ្នកលក់នំនាងតែងតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃដើម្បីវិចនំយកទៅលក់នៅឯផ្សារធម្មតាអាជីពអ្នកលក់នំគឺត្រូវតែខកពីព្រឹកដាំទឹកក្តៅស្រស់នេះវិចនោះចឹងទៅពេលខ្លះវិចអាចវិចពីល្ងាចប៉ុន្តែនៅពេលដែលត្រូវឡើងទៅស្ងោគឺស្ងោពេលព្រឹកព្រលឹមនឹងឯងដើម្បីកុំឲ្យនំនឹងផ្អូមអីចឹងទៅព្រឹកនេះក៏ដូចសពមួយដងធៀមភ្ញាក់ពីព្រលឹមមកចំហុយនំរបស់នាងដោយដុតភ្លើងចំអិនទុកចោលនៅខាងក្រោមផ្ទះរួចនាងក៏ឡើងទៅសម្រាកនៅឯលើផ្ទះជាមួយនឹងដាំវិញស្របពេលនោះដែរដាំកូនប្រុសរបស់នាងក៏ឈឺបាត់ជើងតូចគេក៏បានក្រោកមកបត់ជើងតូចដាក់កន្ធៅនៅលើផ្ទះដែលម្ដាយបានត្រៀមទុកឲ្យរួចជាស្រេចបន្ទាប់ពីរួចរាល់ហើយដាំក៏ដើរត្រឡប់មកកន្លែងដេកវិញតែពេលនោះគេក៏បានឮសូរសំឡេងសូត្រមន្តរហឹមនៅមុខផ្ទះរបស់ខ្លួនមិនបងអង្គយូរដាំក៏បានអើតក្បាលមើលទៅតាមប្រឡោះរនៀបជញ្ជាំងផ្ទះហ្នឹងគឺរបៀបផ្ទះក្តារចិត្តគ្នាចឹងធម្មតាពេលខ្លះវាមានចន្លោះហើយអ្វីដែលដាំបានមើលឃើញនៅពេលនោះគឺព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅកំពុងតែដើរមកឈប់នៅមុខផ្ទះរបស់គេដាំបានស្រែកទៅសួរម្ដាយរបស់ខ្លួនដែលនៅក្បែរនោះថាម៉ែមានព្រះសង្ឃនិមន្តមកឈរនៅមុខផ្ទះយើងហើយក៏មានដូនជីម្នាក់មកជាមួយដែរនាងធៀមឮហើយក៏ឆ្លើយតបទៅវិញថាអញ្ចឹងកូនហេតុអីបានជាថ្ងៃនេះព្រះសង្ឃនិមន្តមកបិណ្ឌបាតតាំងពីព្រលឹមម្លេះនិយាយរួចធៀមក៏ប្រញាប់ស្រោតចុះទៅក្រោមផ្ទះព្រោះគិតថាមានព្រះសង្ឃនិមន្តមកបិណ្ឌបាតពិតមែនលុះចុះទៅដល់ដីធៀមក៏បានឃើញព្រះសង្ឃមួយអង្គ3ឆ្កែខ្មៅនិងដូនជីម្នាក់3ឆ្មាខ្មៅដូចគ្នាកំពុងឈរនៅមុខផ្ទះរបស់នាងធៀមមិនធ្លាប់ឃើញព្រះភ័ក្ត្ររបស់ព្រះសង្ឃអង្គនេះនិងដូនជីរូបនេះសោះនាងក៏ដឹងភ្លាមថានេះមិនមែនជាព្រះសង្ឃនិងដូនជីនៅតំបន់វត្តនេះឡើយរំពេចនោះ
នាងធៀមក៏បានចូលទៅថ្វាយបង្គំព្រះអង្គនិងសួរថាថ្វាយបង្គំគុណម្ចាស់និងម៉ែជីនិមន្តទៅណាមកណាទាំងព្រឹកប្រហៀមបែបនេះទានម្ចាស់ព្រះសង្ឃនិងដូនជីនោះនៅស្ងៀមអត់តបអ្វីទាំងអស់ហើយមានទឹកមុខញញឹមគួរឲ្យខ្លាចខ្លាំងមែនទែនបានត្រឹមតែឆោតត្រឹងនៅមួយកន្លែងតែខ្សែភ្នែករបស់ព្រះសង្ឃអង្គនោះនិងដូនជីរូបនោះមិនបានសម្លឹងមកធៀមនោះទេតែបែរជាសម្លឹងទៅលើផ្ទះទៅវិញធៀមក៏គិតថាព្រះសង្ឃអង្គនេះនិងដូនជីរូបនេះច្បាស់ជាធ្វើដំណើរមកពីស្រុកឆ្ងាយហើយទើបនឹកចង់ប្រគេននំដែលនាងធ្វើទៅព្រះអង្គនាងក៏និយាយឡើងថាសូមនិមន្តព្រះអង្គនិងម៉ែជីមកគង់នៅលើគ្រែសិនទៅខ្ញុំព្រះករុណាចំហុយនំចិត្តឆ្អិនហើយចង់ប្រគេនជាចង្ហាន់ដល់ព្រះអង្គគុណម្ចាស់ក្រោយពីធៀមនិយាយបបួលចប់ព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅក៏ដើរចូលមកអង្គុយនៅលើគ្រែដោយស្ងៀមស្ងាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់បើទោះបីជាធៀមព្យាយាមនិយាយជាមួយឬក៏សួរសំណួរជាច្រើនទៅកាន់អ្នកទាំងពីរក៏ដោយចុះធៀមឆ្ងល់ណាស់ហើយចម្លែកក្នុងចិត្តជាខ្លាំងព្រោះនាងបានធំក្លិនឆ្អាបចម្លែកខ្លាំងមែនទែនមិនត្រឹមតែឆ្អាបទេឆ្អេះស្អុយពន់ពេកពេញតំបន់នោះតែម្ដងនាងសង្ស័យថាក្លិននោះចេញពីច្បងជីវររបស់ព្រះសង្ឃអង្គនោះនិងស្បៃរបស់ដូនជីរូបនោះទៀតផងតែនាងមិនហ៊ានមាត់ក្លិនស្អុយនោះបានធ្វើឲ្យនាងយកដៃខ្ទប់ច្រមុះទ្រាំសឹងតែពុំបានមិនរងចាំយូរធៀមក៏បានប្រញាប់ទៅដួសនំចេញពីឆ្នាំងនាងរៀបចំដាក់ចានយកទៅប្រគេនលោកសង្ឃនិងដូនជីនៅពេលនោះសុកព្រះសង្ឃនោះក៏មានសង្ឃដីកាកូនប្រញោងនៅណាធៀមបានលឺហើយគឺធ្វើមុខឆ្ងល់នឹកភ្នុកក្នុងចិត្តតែឯងថាចុំព្រះសង្ឃអង្គនេះមិនបានដឹងថានាងមានកូនប្រុសប៉ុន្តែនាងក៏បានលាក់ទុកចម្ងល់នោះតែឯងហើយក៏ប្រញាប់ឆ្លើយតបវិញទៅលោកថាវាដេកនៅលើផ្ទះកូនម្ចាស់អត់តន់ក្រោកទេឮហើយព្រះសង្ឃអង្គនោះក៏បានងាកជាមួយនឹងទឹកមុខញញឹមដាក់នាងគួរឲ្យខ្លាចព្រឺព្រួចខ្លាំងមែនទែនហើយក៏ដើរចេញទៅស្របជាមួយនឹងដូនជីនោះដោយមិននិយាយស្ដីសូម្បីតែមួយម៉ាត់ពេលនោះធៀមឆ្ងល់ខ្លាំងមែនទែនតែម្ដងហើយនាងហាក់ដូចជាស្ថិតនៅក្នុងអារម្មណ៍មួយហើរបៀបគិតក្រមខ្លួនឯងអត់ចង់ជាប់ទេហើយចង់បើកមាត់ខាត់ប្រសង់អង្គនោះឲ្យនៅចាំកេននំក៏អត់បានដែរគឺទៅបាត់អញ្ចឹងហ្មងសំបីតែគាត់នឹងខាត់ខ្លួនឯងក៏អត់បានដែរព្រឹកឡើងធៀមក៏ដើរទៅផ្សារស្រាប់តែលឺសូរអ្នកស្រុកខ្សឹបខ្សៀវគ្នាពេញភូមិតែម្ដងនាងក៏ចូលទៅស្ដាប់អ្វីដែលនាងនឹកស្មានមិនដល់នោះគឺថ្ងៃនេះត្រឹមតែមួយថ្ងៃទេមានមនុស្ស6នាក់បានស្លាប់ដោយអាកំបាំងតែមួយថ្ងៃមួយយប់មិញហ្នឹងណាហើយក៏ទទួលបានព័ត៌មានមនុស្សស្លាប់6នាក់ដោយអាកំបាំងអត់មានមូលហេតុអីទាំងអស់ដំណើរគ្នាតែម្ដងនៅព្រឹកឡើងអ្នកផ្សារនិយាយឈូឆប់ពេញនឹងផ្អើពេញភូមិតែម្ដងនាងក៏បានឮគេនិយាយទៀតថាប្រសិនបើនរណាគេម្នាក់បានជួបនិយាយឆ្លើយឆ្លងជាមួយនឹងព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅមនុស្សម្នាក់នោះនឹងត្រូវស្លាប់ដោយអណោចអធមសាកសពរបស់អ្នកនោះគឺគ្មានគ្រឿងក្នុងគ្មានពោះវៀនគ្មានក្រពះគ្មានផ្នែកណាមួយនៃគ្រឿងក្នុងនៅសេសសល់ឡើយធៀមពេលបានលើកដូច្នេះហើយគឺនាងផិតភ័យខ្លាំងមែនទែនខ្លាចនៅក្នុងចិត្តណាស់ព្រោះអីកាលពីយប់មិញនាងបានជួបហើយព្រឹកថ្ងៃនេះនាងមកដឹងដំណឹងទាំងអស់នេះហើយនាងមិនត្រឹមតែបានជួបទេថែមទាំងបាននិមន្តព្រះសង្ឃនិងដូនជីនោះចូលទៅដល់ក្នុងផ្ទះទៅទៀតនាងភ័យខ្លាំងមែនទែនបែកញើសសស្រាក់សស្រាំហើយរត់ទៅផ្ទះដើម្បីទៅមើលអាដាមលុះចូលដល់ល្ងាចថ្ងៃដដែលសក្កិតមើលមានអីកើតឡើងនៅក្នុងភូមិហ្នឹងនៅពេលដែលមានកើតឡើងរឿងបែបហ្នឹងស្ងាត់ជ្រាបធម្មតាម៉ោង8នៅមានមនុស្សដើរទៅដើរមកអ៊ូអពេញភូមិនៅល្ងាចនោះម៉ោង7អត់តាន់ទេស្ងាត់ជ្រាបដូចម៉ោង2 10ម៉ោង1យប់ចឹងគឺអ្នកភូមិអ្នកស្រុកបាននាំកូននាំចៅប្រញាប់ញ៉ាំបាយងូតទឹកងូតអីហើយឡើងផ្ទះបិទទ្វារចាក់សោនៅក្នុងភូមិឮសូរតែសំឡេងចាបយំចង្រិតហើយនឹងឆ្កែលូពេញភូមិតែម្ដងពួកគេបានបបួលកូនចៅជោគដេកអស់តាំងពីក្បាលប្រឡប់មកម្លេះគ្រប់គ្នានរណាក៏ខ្លាចដែរចំណែកឯនាងធៀមវិញហើយនឹងកូនប្រុសក៏មិនខុសពីអ្នកភូមិដទៃទៀតដែរពួកគេប្រញាប់នាំគ្នាហូបបាយហូបទឹកហើយនាងក៏ប្រញាប់ឲ្យចៅដាមហ្នឹងងូតទឹកប្រញាប់ញ៉ាំបាយអីឲ្យហើយឡើងទៅដេកឲ្យឆាប់ហើយខ្លួនឯងវិញដោយសារតែខ្លួនគឺជាអ្នកលក់នំអត់អាចបខំបានទេត្រូវតែវិចនំឲ្យចប់ទើបអាចឡើងទៅគេងបានតែគាត់ក៏ខំប្រឹងពើដែរហើយម្យ៉ាងគាត់អត់មាននរណាគេនៅជួយទេអញ្ចឹងគាត់ត្រូវធ្វើតែឯង
họ đón miền Nam nâng quay lên mũi kia bàn tay lưng ní mà gì còn ai làm từ lời tia cho tục mày nơi tại anh bà này cót bẩn nhập riệp trăm và đá nôm nét nâng tục sầm đặt phơ lụa nơi ngày sai bẩn to bị tiêm rập bo rụi roi chỉ sạch nâng bầm rong riệp nâng láng từ lời tia đậm bay sầm đặt từ hơi sạch từ thiếm ban cờ lệ từ một tia khơi bẹt song bay sky khmau nâng đôn chi bay chma khmau lích rụp riêng đai trên mập bị ti ngủ ngật trên bị ti pray nam mình đằng tới máu vứt nơi một tia tai mà đòn hai cố đái hạ đôi chì mà rọc niếng đôi chồng bù tai mà đòn cho sầm lầm mơ một niêng nơi bị một tia khang phơi thiêm răng luôn rồi linh đôi chỉ trơ ban môn ở với một sòng cọt luôn niêng chọp ở khỏi bị dục mình thì đôn chi nâng bẹt song ông nu nơi tại cho khang một tia hạ đôi chỉ miên ở với ria ráng mình ao bộ kê tầng pi nè nứng trôn một không tia bàn bị dục mình trôn một bán đời ra tại ca chơi tại dục ní thì một bàn chỉ tặng chẳng chọn chỗ được miền ấy khang miền ấy ria rang chẳng bắn tích còi một để sóng còn miền song để ca tha hai dương chụp đẹp liêm thiêm chi diêm trong sải lang ao nẹt phốm một chuối đài bắn tay cứ nước ắt miền sầm lén không ca sải so mình đăng chỉ bắt sầm lén tới nè thưa mình ban lời nửa pe nú mình nú đại niêm prui bà rõm khăng chỉ ti bầm phật cứ ạt đám côn pro đ bọc luôn đại đinh nơi lợp té tai mình này phim nú mình đăng chỉ miền ở vậy một bản đa chất ở thêm thì vậy làm một đôi chân này thà cho một con cha niêng sọt chất khăng mình tên đôi chỉ trơ môn sẵn đam ở luôn thì vậy bị nú đôi mình ban đăng luôn đôi chân nó đai hơi niêng mình ban bằng ạ luôn mình ban bình chia ở luôn thì vậy bị tẹt on nú lời rồng bạch nú vậy chi nú khỏn tay lư sâu sầm lên tha cho mốc con mình cha phim hóc cho mọc trung mà đó chấm buông mục thêm tay mà đòn thêm tụi ban khăn ôi chả áp chả khăn mình tên trong sầm lọp nơi pe để đôn chi nước cho nó một luôn hay đôn chi còn nãy nước có ban dốc đáy một chả bạch có thêm chấm bạch vô dằng khăn chấm này ai phải xong bảy cái có ban thì muốn trôi từ không thể hơi cho nơi một chỉnh đào tay mà đòn thêm hay khăn nè tiếng đại đôn chi nó cầm bông tay chấm bạch co là bọc luôn tại này chắc là lệ mơ từ xong nó cầm bông tại trong lang từ lời tiệt thêm chi diêm rơ bầm ra ọt bị cầm lăng cai chật tay mình ai cho cái cầm lăng đọc khăn đọc bọt đôn chi nút bàn lời niêng hay khăn nè cất tay mà dạng tê tôi chỉ ọt chỉ vật có đói trơ tại chui côm pro chỉ ti sờ lánhเราบอกล้วนอ่อยบานเลื่อนจิตตีบ่มพอดบามมันโดยเฉพาะเตะอัดดำมกเจี๋ยจุกรุธนะเจเจี๋ยผมข้านในขณะเป็นนุ่เทียมทับดองฮามสเตอร์แต่จัดในกระจอแต่เฮ้ยเนียงกบบานใบบอลกุนเปรสับกรบแบบยางได้คลูนกันให้หนังในจุ่มบินแต่เราบอกล้วนท่าโซมาจัดตักมาจัดได้เนี่ยตามไทยแต่ซาขนมเตะขมเอาจิตโดนจิตาได้โกนใจทวายเจี๋ยประจำนุ่จุยโกนใจพองในใหญ่ขนมจัดโหเกจะบัดกอก่อนใหญ่จริงchỉ sầm lệ cao tế phim nú có miên sầm lệ ta cha mà nè nơi non chùm nứa kê tay thì chưa thá cứ chi chùm niếng rư có nè thay đã xá tè có bắn sải giang cầm hốt giang kháng trên bị không tè tha trên bị tè anh phim con tại lư sâu sầm lệ bài nú sải chop bè song bay chai nâng đôn chi bay má có bắn tiết trên một hàng cao tè phừng để đua nơi lỡ phơi tay mà đòn đôi miên ấy để hỗn tranh rư có toát tranh tay mà đòn chẳng á wow hơiแต่ซองหนึ่งโดนจีอองนู้เงือบล้างหักโดยจีจังโจมดองเตียปันไตเลือกนึงหักโดยจีบัดบองทามาโปลโจเลงบานไตมาดองจียิมโจได้ปันไตหักโดยจีโรเรียลเป็นขลุ่นที่บ่มพดกอรลิบัดเจงปีหมกเทียมไตมาดองเทียมมันบังอองยูเตก่อรถล้างแต่เมื่อดำได้กำปงแต่เด็กในเลยเตียสำนางได้ดำอัดบัดดังปีเรื่องไรต่างอ่อนในเตให้เลี้ยงเอาโกนบักขลุ่นยุมให้ก็ออกโกนดอกโกนเปรียมาจัดตักมาจัดได้เนี่ยไทยระซับเตะระบอกล้วนนังไออันนั้นก็คือจีจมเนื้อได้เกะดับประพูมหนึ่งหมกเตะเมียนจะเนียงเตะจะเนียงไอจังนะปันใต้เนี่ยเป็นไอเยื้องเฮียนแต่ในใจท่าส้มเจยเอาขมอยปลายโจลบานท่าขมอยสลบบากได้ขมอยปลายโจเลยจังเนี่ยเป็นได้มาจัดเตะบากได้หายตัวใบจีมินจมเนียงวัตถุสะสดนั้นในขนมเตะนั่งกระดอยอัดไอทัวไอบ้านนี่ผมมาจัดเตะกี่บ้านอนุญาตเอาโจเลยบรรทบปีเหตุการณ์ในยุบนูเตอร์ทีมบานจองจำในขนมเจ็ดปรักล้างทีมกับพญาดังขลุ่นทีมบานเคยเนี่ยภูมิจิตรานบานมาช่อจอมร่มเมือเนียงเป็นหมกเตะตายมาดองเนียงสตุกกราวล่างหายแต่สัวรกลเพราะมาดองติดบานทานยุบนั่งก็คือกอดเอากลมประกอดยมให้กอดดังขลุ่นนี่นะให้กอดสลับบาดเตอให้โกนโปรนังไอ้ได้แต่หายเนี่ยภูมิเนี่ยไอ้นั่งไอ้มาช่วยมือมาได้แต่บอกขลุ่นแต่เป๊ะเนี่ยล้างtừ xoay nốt ná côn nhôm nhân đời đời đây proi bà rọm bầm phật pí đàm phim nú pro mê phốm có bán chai top là can niềng vinh tha côn pro ai nhá rồi phật bị kêu thằng hai mà chăm proi bà rọm tê không biết là nà cát ấy tê
ប៉ុន្តែអ៊ំចង់